ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលថ្ងៃនេះនៅក្នុងម៉ាកុសជំពូក13ខ35ដល់37ដូច្នេះចូលចាំយាមចុះបិទមិនដឹងជាវេលាណាដែលម្ចាស់ផ្ទះនឹងមកវិញទេទោះបើល្ងាចកណ្ដាលអាធ្រាត្រពេលមាន់រងាវឬព្រឹកក្តីក្រែងលោកមកដល់ភ្លាមឃើញអ្នករាល់គ្នាកំពុងតែដេកលក់ឯសេចក្តីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះនោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរគឺថាចូលចាំយាមចុះតាមរយៈព្រះបន្ទូលថ្ងៃនេះមិនមែនគ្រាន់តែជាការក្រើនរំលឹកដល់យើងរាល់គ្នាអំពីពេលវេលាចុងក្រោយដែលព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទយាងមកនោះឡើយតែថែមទាំងរំលឹកដាស់តឿនឲ្យអ្នកជឿគ្រប់រូបរស់នៅដោយការភ្ញាក់រលឹកនិងត្រៀមខ្លួនខាងឯវិញ្ញាណជានិច្ចបងប្អូនហើយយើងមិនអាចនឹងទាយទុកជាមុនថាតើព្រះយេស៊ូវទ្រង់នឹងយាងមកនៅពេលណានោះឡើយហើយយើងក៏មិនដឹងថានឹងមានហេតុការណ៍អ្វីកើតឡើងនៅថ្ងៃស្អែកឬថ្ងៃខាន់ស្អែកនោះឡើយមិនដឹងជាពេលល្ងាចមិនដឹងជាពាក់កណ្ដាលអាធ្រាត្រមិនដឹងជាពេលមាន់រងាវឬពេលព្រលឹមឡើយយើងមិនដឹងច្បាស់អំពីពេលវេលានៃការដែលព្រះអង្គយាងមកនោះឡើយប៉ុន្តែយើងជឿជាក់ច្បាស់ថាព្រះអង្គនឹងយាងមកយ៉ាងប្រកបដូច្នេះហើយយើងត្រូវតែចាំយាមដោយភាពប្រុងប្រយ័ត្នការចាំយាមមានភាពចាំបាច់គ្រប់ពេលវេលាការចាំយាមមិនមែនគ្រាន់តែជាការភ្ញាក់ពីគេងដើម្បីអធិដ្ឋាននិងអានព្រះបន្ទូលប៉ុណ្ណោះនោះឡើយបងប្អូនហើយតែថែមទាំងរស់នៅដោយការយកចិត្តទុកដាក់ចំពោះព្រះបន្ទូលការស្ដាប់បង្គាប់ហើយមានភាពស្មោះត្រង់នៅក្នុងសេចក្តីជំនឿជួនពេលខ្លះយើងប្រហែលជាមានភាពងោកងុយឬងងុយដេកខាងឯវិញ្ញាណនៅពេលដែលយើងមានភាពនឿយហត់នៅពេលដែលយើងរងចាំយូរពេកឬនៅពេលដែលមានឧបសគ្គឬបញ្ហាក្នុងជីវិតកើតឡើងផ្សេងធ្វើឲ្យយើងមានភាពនឿយហត់ឬអស់កម្លាំងប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលថាចូលឲ្យយើងបានចាំយាមគ្រប់ពេលវេលាក្រែងលោកមកដល់ភ្លាមឃើញយើងដេកលក់បងប្អូនបានដឹងហើយថាសម័យនេះគឺធ្វើឲ្យមនុស្សមានការមមាញឹកយ៉ាងខ្លាំងមានសម្លេងជាច្រើនដែលរំខានយើងជារៀងរាល់ថ្ងៃហើយជីវិតក៏កាន់តែមិនប្រកបប្រជានៅលើភពផែនដីនេះដោយមានសង្គ្រាមជាច្រើនដោយមានគ្រោះទុរភិក្សជាច្រើនដោយមានគ្រោះធម្មជាតិជាច្រើនបានកើតឡើងនៅលើពិភពលោកដូច្នេះហើយយើងត្រូវតែត្រៀមខ្លួនជានិច្ចយើងត្រូវតែភ្ញាក់រលឹកខាងឯវិញ្ញាណយើងមិនដឹងថាពេលវេលាណាដែលព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទនឹងយាងមកនោះឡើយតែយើងដឹងថាព្រះអង្គនឹងយាងមកយ៉ាងប្រកបយើងនឹងបានជួបទ្រង់យ៉ាងប្រកបដូច្នេះហើយយើងមិនត្រូវរស់នៅក្នុងភាពភ័យខ្លាចនោះឡើយបងប្អូនហើយក៏មិនត្រូវរស់នៅក្នុងភាពស្រពឹកស្រពន់ដែរចូលមានភាពរហ័សរហួនភ្ញាក់រលឹកជានិច្ចហើយខ្ជាប់ខ្ជួនជានិច្ចនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងតាមរយៈការសញ្ចឹងគិតពីព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គហើយធ្វើការឆ្លុះបញ្ចាំងខ្លួនឯងរាល់ថ្ងៃតាមរយៈព្រះបន្ទូលជឿលើសេចក្តីសន្យារបស់ទ្រង់និងសេចក្តីស្រឡាញ់របស់ទ្រង់ថាទោះបីជាមានហេតុការណ៍អ្វីនឹងកើតឡើងក៏ដោយក៏មិនអាចពង្រត់សេចក្តីស្រឡាញ់របស់ព្រះដាច់ចេញពីយើងបាននោះឡើយចូលអធិដ្ឋានជាមួយគ្នាអរព្រះអង្គចាស់នៃយើងខ្ញុំសូមអរព្រះគុណទ្រង់សម្រាប់ព្រះបន្ទូលនៃការរំលឹកដាស់តឿនឲ្យយើងខ្ញុំចាំយាមចុះសូមដាស់វិញ្ញាណរបស់យើងខ្ញុំម្នាក់សូមកុំឲ្យយើងខ្ញុំបានដេកលក់ខាងឯវិញ្ញាណដោយសារតែការលបួងលួងលោមដោយសារតែការនឿយហត់ផ្សេងឬដោយសារតែការខ្វល់ខ្វាយអំពីជីវិតនៅលើផែនដីនេះឡើយសូមជួយឲ្យទូបង្គំបានរស់នៅជារៀងរាល់ថ្ងៃដឹងជាក់ថាទ្រង់នឹងត្រឡប់មកវិញនៅពេលណាមួយបង្រៀនឲ្យយើងខ្ញុំចេះចាំយាមដោយភាពរីករាយដោយអំណរមិនមែនដោយថប់បារម្ភឬដោយភាពភ័យខ្លាចឡើយតែដោយញញឹមនិងដឹងជាក់ថាទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ដែលនឹងយាងមកទទួលយើងខ្ញុំគ្រប់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន